បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីអក្សរបាទ OE អញ្ចឹង OE មានពីរសំឡេងនៅក្នុងពាក្យទាំងអស់គ្នាមកមើល OE បាទសំឡេងទី1គឺស្មើនឹងស្រៈ O អូខេទាំងអស់គ្នាមកមើលពាក្យឧទាហរណ៍មួយចំនួនអញ្ចឹងពាក្យនេះយើងអានថាថោអូខេ T sound ថ OE នេះស្រៈ O ណាថ O ថោគេថោយើងសំដៅទៅលើមេជើងនេះទាំងអស់គ្នាយើងហៅថោតើអ្នកគ្នាមកមើលពាក្យបន្តទៀតបាទពាក្យនេះយើងអានថា ho a sound h oe នេះស្រៈ o h o ho អូខេ ho ចប់កាប់ទាំងអស់គ្នាតើអ្នកគ្នាមកមើលអក្សរ oe នឹងដដែលទេប៉ុន្តែមានសំឡេងមួយទៀតណាគឺសំឡេង u បាទសំឡេង u តើអ្នកគ្នាមកមើលពាក្យឧទាហរណ៍ C នេះ sound ខអ្នកគ្នា A កន្លែងនេះស្រៈណា N បាទ OE នេះស្រៈ U canoe អូខេយើងអានថា canoe canoe គឺយើងសំដៅទៅលើទូកបែបនេះទាំងអស់គ្នា canoe អ្នកគ្នាមកមើលពាក្យចុងក្រោយបាទ SH មានសំឡេង sh OE នេះស្រៈ U U shoe shoe អូខេ shoe យើងសំដៅលើស្បែកជើងអញ្ចឹង OE នៅក្នុងពាក្យគឺមានពីរសំឡេងណាទាំងអស់គ្នាគឺមានសំឡេង O និងសំឡេង U អាស្រ័យសញ្ញាអានណា